រឿងកំឡោះពីរអ្នកចង់បានប្រពន្ធគេមុននឹងចូលសាច់រឿងសូមពុកម៉ែបងប្អូនជួយចុច Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីបន្តទៀតសូមអរគុណមានរឿងមួយថាមានបុរសម្នាក់មានប្រពន្ធល្អទើបតែរៀបការថ្មីបណ្ដាលគ្នាទៅសួរញាតិមានកំឡោះពីរនាក់បានឃើញក៏ស្រឡាញ់ចង់បានវាគិតថាបុរសការប្រពន្ធថ្មីក៏ចូលទៅអង្គុយលេងលុះកំឡោះម្នាក់បរទេសមកដល់វាធ្វើជាសួរថាបុរសនោះសួរថាចង្អុលសួរទៅនឹងថាដល់ឆ្លើយរួចសពគ្រប់កំឡោះនោះសួរទៅបុរសជាប្តីថាឲ្យប្រពន្ធមកយើងរំដេចបុរសជាប្តីនោះមិនព្រមដល់ប្រកែកទៅមិនឈ្នះគេដណ្ដើមយកប្រពន្ធទៅបានបុរសនោះមិនសុខចិត្តទៅប្តឹងចៅក្រមឲ្យទៅកោះចៅទាំងពីរនោះមកជំនុំកំឡោះទាំងពីរនាក់នោះវាសោកចៅក្រមកាត់សេចក្តីថាបុរសនោះខឹងណាស់ត្បិតគេយកប្រពន្ធទៅបានដើរផងយំផងដើរបន្តិចទៅប្រទះសុភាទន្សាយសួរថាបុរសនោះប្រាប់តាមដំណើរសពគ្រប់សុភាទន្សាយថាបុរសនោះអណាស់ខំទៅរកចេកមកឲ្យសុភាទន្សាយស៊ីចេករួចហើយដើរទៅជាមួយបុរសនោះទៅដល់សួរចៅក្រមថាចៅក្រមឆ្លើយប្រាប់តាមដំណើរសពគ្រប់សុភាទន្សាយថាសុភាទន្សាយសួរកំឡោះដែលយកប្រពន្ធគេមកនោះថាបុរសនោះឆ្លើយថាសុភាទន្សាយសួរទៅកំឡោះនោះថាបើអ្នករកឃើញយកទៅចុះបើរកមិនឃើញទេឲ្យប្រពន្ធទៅគេវិញទៅកំឡោះនោះចាប់ត្រង់ដៃសុភាទន្សាយប្រាប់ថានេះគេហៅថាដៃទេវាចាប់ត្រង់ជើងសុភាទន្សាយថាវាចាប់ត្រង់នេះក៏ថាមិនមែនត្រង់នោះក៏ថាមិនមែនហើយប្រាប់ថារួមទាំងអស់គ្នាទៅទើបគេហៅឯរទេសក៏ដូចគ្នាគឺគេហៅចន្ទោនឹមទូកត្រីប្រែកក្នុងត្រពងរួមទាំងអស់នេះទៅទើបហៅថាបើដូច្នេះឯងយកប្រពន្ធគេមិនបានទេឲ្យមកគេវិញសុភាទន្សាយឲ្យកំឡោះនោះយកប្រពន្ធមកវិញសុភាទន្សាយស្ដីឲ្យលោកចៅក្រមថាបុរសនោះប្រាប់ប្រពន្ធមកវិញក៏អណាស់លើកដៃសំពះសុភាទន្សាយថា